NATO បញ្ចេញយន្តហោះចម្បាំងដេញកំទេចដ្រូនរុស្ស៊ីដែលលុកលុយចូលដែនអាកាសប្រទេសរ៉ូម៉ានី NATO បានបញ្ចេញយន្តហោះចម្បាំងហោះតាមកំទេចដ្រូនរបស់រុស្ស៊ី2គ្រឿងដែលបានហោះឆ្លងចូលទៅក្នុងដែនអាកាសរបស់ប្រទេសរ៉ូម៉ានីកាលពីថ្ងៃអង្គារព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាការលុកលុយជ្រៅបំផុតមួយចូលទៅក្នុងដែនអាកាសនៃប្រទេសដែលជាសមាជិកអង្គការ NATO ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមបង្កសង្គ្រាមឈ្លានពានពេញលេញនៅអ៊ុយក្រែនក្រសួងការពារជាតិរ៉ូម៉ានីបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើក2គ្រឿងនោះត្រូវបានចាប់សញ្ញាដោយរ៉ាដានិងបានបង្កភាពចលាចលយ៉ាងខ្លាំងបណ្ដាលឲ្យអង្គការ NATO បញ្ជូនយន្តហោះចម្បាំងឆ្លើយតបភ្លាមៗចំពោះការរំលោភដែនអាកាសនេះយន្តហោះចម្បាំង Typhoon របស់អាល្លឺម៉ង់និងយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានីបានហោះហើរឡើងទន្ទឹមគ្នាហោះល្បាតតាមកំទេចដ្រូនរបស់រុស្ស៊ីទាំងពីរនោះដែលកំពុងហោះនៅក្នុងដែនអាកាសនៃប្រទេសរ៉ូម៉ានីយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់រុស្ស៊ីបានហោះចេញចូលដែនអាកាសអ៊ុយក្រែនវិញខណៈដែលដ្រូនទី2បានធ្លាក់នៅក្បែរទីក្រុង Pest ស្ថិតនៅចម្ងាយប្រហែល70ម៉ាយល៍ពីព្រំដែនលោក Yunus Mosteanu រដ្ឋមន្ត្រីការពារជាតិរបស់រ៉ូម៉ានីបានបញ្ជាក់ថាយន្តហោះចម្បាំងរបស់អាល្លឺម៉ង់ដែលបើកបរដោយយោធា2នាក់ត្រូវបានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទី2របស់រុស្ស៊ីប៉ុន្តែក្រោយមកបានលើកឡើងថាយន្តហោះគ្មានមនុស្សបើកនោះទំនងជាបានធ្លាក់ដោយសារការអស់សាំងជាជាងការបាញ់ទម្លាក់រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានីបានបន្ថែមថាបើតាមការពិនិត្យមើលបំណែកយន្តហោះគ្មានមនុស្សបើកដែលបានធ្លាក់នោះមិនបានបំពាក់អាវុធវាយប្រហារនោះទេលោកបានពន្យល់ថាយន្តហោះគ្មានមនុស្សបើកអាចត្រូវបានបំផ្លាញប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញពលគឺអ្នកបើកយន្តហោះត្រូវមើលឃើញវានឹងអាចផ្ដាច់សេវាដោយប្រព័ន្ធរ៉ាដានិងត្រៀមបាញ់មីស៊ីលវាយប្រហារក្រសួងការពារជាតិបានបញ្ជាក់ពេលវេលាច្បាស់ថាដ្រូនទី1ត្រូវបានរកឃើញនៅម៉ោង 6:28 ព្រឹកម៉ោងនៅក្នុងស្រុកនិងដ្រូនទី2ត្រូវបានរកឃើញនៅម៉ោង 7:50 នាទីព្រឹកស្ថានភាពនេះត្រូវបានត្រួតពិនិត្យនិងដោះស្រាយបានដោយជោគជ័យហើយយន្តហោះគ្មានមនុស្សបើកទាំងពីររបស់រុស្ស៊ីមិនបានបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាជនឡើយនេះគឺជាលើកទី13ហើយដែលដែនអាកាសរ៉ូម៉ានីត្រូវបានរំលោភដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីប្រជាជនរ៉ូម៉ានីជាប់ព្រំដែនជាមួយអ៊ុយក្រែនត្រូវបានជម្លៀសចេញកាលពីសប្តាហ៍មុនបន្ទាប់ពីនាវាដឹកអូស្មန်រាវត្រូវបានវាយប្រហារនិងឆាបឆេះនៅកំពង់ផែអ៊ីស្មែលនៅក្បែរទន្លេដេនូបយោងតាមក្រសួងការពារជាតិរ៉ូម៉ានីបានឲ្យដឹងថាយន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន6គ្រឿងក៏បានឆ្លងចូលទៅក្នុងដែនអាកាសម៉ូដាវីពេញមួយយប់ផងដែរយន្តហោះមួយគ្រឿងក្នុងចំណោមនោះគឺជាប្រភេទ Gerbera មាននិមិត្តសញ្ញា C របស់រុស្ស៊ីនៅលើកន្ទុយរបស់វាត្រូវបានរកឃើញចុះចតលើដំបូលនៅភូមិ Kuhrsty Dechos ចម្ងាយប្រហែល15ម៉ាយល៍ពីព្រំដែនអ៊ុយក្រែនបន្ទាប់ពីការត្រួតពិនិត្យប៉ូលីសបាននិយាយថាយន្តហោះគ្មានមនុស្សបើកទាំងនេះគឺជាឧបករណ៍បញ្ឆោត Gerbera មិនមានអាវុធដែលប្រើដោយរុស្ស៊ីដើម្បីសាកល្បងប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែននិងបង្កការលុកលុយចូលដែនអាកាសប្រទេសជិតខាងនៅខែកញ្ញាក៏មានការរាយការណ៍ថាយន្តហោះគ្មានមនុស្សបើករុស្ស៊ី Gerbera ចំនួន21គ្រឿងបានឆ្លងចូលដោយចេតនាទៅក្នុងប្រទេសប៉ូឡូញផងដែរឧបទ្ទហេតុនេះបាននាំឲ្យ NATO បង្កើតបេសកកម្មពិសេសមួយដែលមានឈ្មោះថា Eastern Sentry ដោយបន្ថែមការល្បាតតាមយន្តហោះចម្បាំងនៅភាគខាងកើតនៃប្រទេសប៉ូឡូញទោះយ៉ាងណាការបាញ់ទម្លាក់ដ្រូនដោយយន្តហោះចម្បាំងគឺត្រូវចំណាយច្រើនហើយមិនអាចប្រើបានគ្រប់ពេលនោះទេពីព្រោះអាចបង្កគ្រោះថ្នាក់ដល់ប្រជាជនលោកឧត្តមសេនីយ៍ Christopher Donahue មេបញ្ជាការកងទ័ពអាមេរិកនៅអឺរ៉ុបនិងអាហ្វ្រិកបាននិយាយនៅក្នុងដំណើរទស្សនកិច្ចនៅមូលដ្ឋានទ័ព Mihail Kogalniceanu ថាសមត្ថភាពថ្មីក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនឹងត្រូវដាក់នៅប្រទេសរ៉ូម៉ានីទាហានរ៉ូម៉ានីនិងទាហានសម្ព័ន្ធមិត្តផ្សេងទៀតត្រូវបានបណ្ដុះបណ្ដាលលើសមត្ថភាពបាញ់ទម្លាក់យន្តហោះនេះហើយវានឹងត្រូវបានបង្ហាញនៅតំបន់ដីសណ្ដនៃទន្លេ Danube ឆាប់ៗនេះ